GLX បាទ GLX នេះគឺជា tip GLX ដែលខ្ញុំប្រើហ្នឹងខ្ញុំរីកមិនឲ្យប្រើ GLX tip ហ្នឹងណាអត់បាច់ចាំ drill បាតខាងក្រោមអីទេហើយកញ្ចក់ក៏អត់បាច់ចាំដាក់ primer អីឬក៏ base coat ឬក៏ rubber base អីដែរអញ្ចឹងដាក់ glue យកហ្មងបាទដំបូងឡើយយើងវាស់ tip ហ្នឹងឲ្យប៉ុនដៃគ្នាសិនមកគ្រប់ម្រាមហ្នឹងយើងដឹងលេខប៉ុណ្ណាកុំឲ្យតូចពេកក៏កុំឲ្យធំពេកមកល្មមក្លឹបកញ្ចក់ហ្នឹងអញ្ចឹងកញ្ចក់ហ្នឹងរាងហ្នឹងប៉ុណ្ណឹងគឺយើងរើសយកពួក natural almond ណាហើយ medium លេងបាទ tip ហ្នឹងគឺដាក់មកគឺក្លឹបហ្មងអត់បាច់ចាំ drill ច្រើនទេហើយនេះគឺ glue របស់ខ្ញុំមក$12បាទទិញ10ថែម1ណាបាទបន្ទាប់មកយើងដាក់ glue នឹងមកហើយដាក់ tip នឹងមកបាទ tip នៅខាងក្រោមបាទខាងក្រោមមកដាក់ glue ហើយយើងបិទទៅលើកញ្ចក់នឹងមកបាទបិទប៉ុណ្ណឹងមកហើយយើងទាញ7យើងយកមកដាក់មកហើយ glue របៀបបិទ glue ខ្ញុំនឹងបង្ហាញតិចទៀតណា glue នឹងស្រួលប្រើណាស់ហើយជាប់បាទ3អាទិត្យ4អាទិត្យគឺមើងហើយស្ដើងល្អទៀតហើយសំខាន់គឺកញ្ចក់នោះដោះមកគឺ natural look មកហើយយើងដាក់អញ្ចឹងមកដាក់7យើងអញ្ចឹងមកហើយយើងបង្ហាញមួយអញ្ចឹងមកហើយដាក់អត់យូរ glue នេះស្ងួតលឿនណាស់ដាក់តែមួយផ្លេតគឺស្ងួតហើយអត់បាច់ចាំពជាពេលហាលដាក់7យូរអីទេដាក់តែមួយផ្លេតគឺស្ងួតយកជាគ្នាហ្មងយើងដាក់7មកបាក់តាមនិយាយទៅផាយជា5រាប់ពី1ដល់5គឺស្ងួតតែឥឡូវខ្ញុំ zoom ឲ្យចិត្តនៅមើលណាបាទនេះដាក់ glue មកត្បិតតិចខាងកែមកប៉ុនកុំឲ្យដាក់បាតអស់ពីគល់ច្រើនណាហើយដាក់ឲ្យអប់ដល់គល់ក៏បានឃ្លាតពីគល់ក៏បានខ្ញុំ recommend ពេលសម្រាប់យើងអត់ទាន់ចេះយើងដាក់ឲ្យឃ្លាតពីគល់ណាសម្រាប់អ្នកចេះហើយយើងដាក់អប់គល់អញ្ចឹងក៏បានដែរប៉ុន្តែសម្រាប់អ្នកអត់ចេះអត់ឲ្យ recommend ដាក់អប់គល់ព្រោះយើងខ្លាចឲ្យយើងអត់ចេះ drill ណាបាទឃើញដាក់7តែមួយផ្លេតស្ងួតយកជាគ្នាលឿនហ្មងបាទអត់យូរទេបាទរាប់ពី1ដល់5គឺស្ងួតបាត់ហើយglue ហ្នឹងហើយបន្តមកដាក់ផ្ដៃភ្ញៀវឲ្យហាលទៅហើយគឺវាអត់ងាយពពុះហើយ tip ហ្នឹងសំខាន់ tip ល្អទៀត tip ហ្នឹងអត់បាច់យក drill នៅខាងបាតខាងក្រោម tip ទេ tip ហ្នឹងគ្រាន់តែវាស់ដៃហើយគឺដាក់ glue យកជាគ្នាហ្មងអញ្ចឹងវាសេលច្រើនមែនទែនសន្សំចន្ចៃពេលលឿនអត់បាច់ចាំដាក់ base primer base coat អត់ចាំបាច់ drill ខាង tip ខាងក្រោមអត់ទេអានេះគឺខ្ញុំ recommend ឲ្យប្រើ tip ហ្នឹងគឺល្អបំផុតបាទហើយយើងដាក់គ្រប់ម្រាមមកដាក់7ដាក់អីមកហើយបន្ទាប់មកខ្ញុំ drill ណាឃើញខ្ញុំ drill តែបន្តិច drill អត់ច្រើនទេ drill តែគល់ហើយខ្ញុំឃើញមានគេ drill នៅលើប្រទេស tip ហ្នឹង tip ខ្ញុំអត់បាច់ drill នៅលើប្រទេសទេដាក់តែ base coat ហ្នឹងគឺជាប់មកអេហ្មងណា drill តែគល់ឲ្យស្អាតមកឲ្យខ្វង់មកតែបន្តិចគឺបានហើយបន្ទាប់មកយើងបោះមកហើយ drill គល់អ្នកនរគ្នាមើលខ្ញុំ drill តែបន្តិចទេអត់ drill ច្រើនទេហើយយើងបោះមកខ្ញុំបោះប្រសើរជាងយើងយកអាក្រប drill ហ្នឹង drill tip បាទយូរណាស់គាត់ទៅបោះអញ្ចឹងទៅស្អាតប៉ុណ្ណឹងហើយយើងដាក់ base coat បន្ទាប់មកយើងលាបពណ៌មកបាទនេះគឺជាពណ៌ដែលខ្ញុំលាបពណ៌ខ្មៅយើងមើលទៅតាមក្បួនលាបពណ៌ហ្នឹងមកឃើញខ្ញុំទាញថ្នមមួយគឺខ្វង់ប៉ុណ្ណឹងគឺខ្វង់ហើយបាទអត់ចាំបាច់ជូតទេបាទលាបមួយអញ្ចឹងស្អាតហ្មងចេញមកស្អាតអញ្ចឹងយើងលាបឲ្យស្អាតមួយអញ្ចឹងមកគឺខ្វង់គល់ល្អហើយអញ្ចឹងតួអ្នកនរគ្នា promotion ទិញ10ថែម1សម្រាប់ glue ហើយ tip អ្នកនរគ្នាទិញ10 tip ក៏ខ្ញុំថែមឲ្យមួយដែរណា10ប្រអប់អញ្ចឹង tip មានរាង almond មានរាង square មានរាងstelero ហើយនឹងមានរាង coffin គាត់ថាអត់មានទំហំវែងទេគឺខ្ញុំលក់តែខ្លីសិនទេអញ្ចឹងចង់បាន inbox ចូលទៅក្នុង page បាទហើយសម្រាប់$160គឺខ្ញុំ free shipping ឲ្យបាទ tip នេះគឺបែបហ្នឹងណាហើយសំខាន់គឺ glue ល្អ tip ល្អអញ្ចឹងអរគុណណាអរគុណច្រើន